តោះបងប្អូនយើងមកសាច់3ជាន់ឆាម្ទេសជាមួយស៊ីងខ្មៅម្ដងបងប្អូនណាធានាថាបាយអស់ពីចានណាបងប្អូនបាទយើងត្រៀមតែកន្ទឹមសមកពី3កពឹសមកបាទជាមួយម្ទេសដៃនាងខៀវក្រហមយើងបាទហើយនេះដែរគឺសាច់ជ្រូកបងប្អូនណាសាច់ជ្រូកនោះដោយសារគាត់ដាក់ microwave រឿងឆ្អិនបន្តិចបងប្អូនអធិស្ឋានបងប្អូនណាបាទសាច់ជ្រូកនេះជាហ៊ានដំបូងគឺយើងត្រូវស្រុះវាបន្តិចមកបាទស្រុះវាឲ្យវាបាត់ក្លិនណាពួកឲ្យយើងដាក់ microwave ទៅវាចេញជាតិក្លិនហើយបាទស្រុះមកល្មមប៉ុណ្ណឹងបងប្អូនយើងដាក់ទឹកលាងខ្ទះឲ្យស្អាតមកបាទវីដេអូនេះដែរក៏ចែកម្លែកទៅបងប្អូនយើងអ្នកដែលអត់ដែរចេះធ្វើបាទអាចមើលតាមខ្ញុំឲ្យធ្វើបាទអត់លាក់គ្រឿងដែរបងប្អូនណាបាទគឺបង្ហាញបងប្អូនយើងពីរបៀបឆាពីដើមដល់ចប់ហើយក៏ដូចជាគ្រឿងដែរងាយបងប្អូនបាទយើងដាក់ខ្លាញ់បំពងជាមួយនឹងសាច់ជ្រូកនោះគឺយើងត្រូវលាយពណ៌បន្តិចបងប្អូនណាដែលយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវបាទតមកគឺយើងបំពងវាបាទបំពងនេះដែរបងប្អូនយើងបំពងកុំឲ្យវាឆ្អិនពេកណាបាទប្រយ័ត្នវាក្រៀមពេកព្រោះសាច់ជ្រូកនេះដែរគឺយើងត្រូវយកវាមកឆាយកវាមកលីងទៀតឲ្យឈ្ងុយណាបាទបន្ទាប់មកគឺយើងដាក់ស្រុះបាទស្រុះជាមួយនឹងម្ទេសបងប្អូនណាបាទស្រុះជាមួយម្ទេសហ្នឹងគឺយើងត្រូវប្រើខ្លាញ់បន្តិចហើយជាមួយនឹងអំបិលបាទហើយស្ករបងប្អូនយើងបាទដើម្បីឲ្យវាចូលជាតិព្រោះឲ្យយើងឆាទៅវាអត់ចូលជាតិអញ្ចឹងយើងស្រុះឲ្យវាចូលជាតិជាហ៊ានដំបូងអញ្ចឹងណាបាទហើយពេលដែលម្ទេសវាចាប់ផ្ដើមឆ្អិនហើយយើងអាចចាក់វាចេញបានហើយបងប្អូនណាបាទកុំឲ្យវាឆ្អិនពេកខ្លាចវាទន់ណាហ្នឹងហើយបន្ទាប់មកគឺយើងអត់មានអីទេបងប្អូនណាយើងគាត់បើកភ្លើងក្តៅបាទយើងដាក់ខ្លាញ់ចូលហើយចាក់ខ្លាញ់ចេញបងប្អូនណាបាទបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងសាច់ជ្រូកលីងបាទសាច់ជ្រូកយើងធ្វើអញ្ចឹងគឺវាឈ្ងុយបងប្អូនណាបាទញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយប៊ីយ៉ាក៏បានតែពិសេសជាមួយបាយបងប្អូនអូយឆ្ងាញ់ណាស់ឆ្ងាញ់សម្បើមមែនទេបងប្អូនណាបាទបន្ទាប់មកគឺយើងដាក់ខ្ទឹមសចូលលីងវាទៀតមកបាទយើងលីងវាឲ្យខ្ទឹមសនេះវាឡើងពណ៌ក្រហមណាបាទវាកាន់តែឈ្ងុយជាមួយនឹងក្លិនសាច់ជ្រូកហើយយើងដាក់ជាមួយនឹងស៊ីងខ្មៅបងប្អូនណាបាទយើងដាក់ស៊ីងខ្មៅបន្តិចមកបាទស៊ីងខ្មៅនេះខ្ញុំក៏មានលក់ដែរបើបងប្អូនយើងពិបាករកទិញអញ្ចឹងណាបាទបន្ទាប់មកទៀតគឺយើងដាក់ម្ទេសបាទយើងដាក់ម្ទេសចូលលីងវាជាមួយនឹងសាច់អញ្ចឹងទៅបាទកលាស់វាតិចឲ្យវាឈ្ងុយទៅបាទហើយតមកគឺយើងប្រើគ្រឿងបងប្អូនណាគ្រឿងគឺខ្ញុំវាយជាមួយប៊ីចេងបាទម្សៅស៊ុបស្ករហើយជាមួយនឹងប្រេងខ្យងហើយទឹកស៊ីអ៊ីវយើងធម្មតាបន្តិចបាទហើយម្រេចសគឺខ្ញុំអត់ចោលទេបងប្អូនណាបាទម្រេចសគឺអត់ចោលទេបាទម្រេចសដាក់រៀងច្រើនបន្តិចមកឲ្យវារៀងហិលមកគូសមបាទតបមកគឺយើងដាក់ឆាជាមួយនឹងសាច់នោះបងប្អូនយើងនឹងដាក់ទឹកបន្តិចបានហើយបាទកុំដាក់ច្រើនពេកបាទដាក់ច្រើនវាអត់ល្អបាទវាសាបបាទប្រែវបាទយើងដាក់បន្តិចទៅឲ្យវាទៅលេគ្រឿងបាទតមកទៀតយើងឆាជោគត្រឡប់វាប៉ុណ្ណឹងទៅគឺរួចរាល់ទេបងប្អូនណាអត់មានអីទេបាទគឺវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទចែកបងប្អូនយើងរបៀបឆាសាច់ជ្រូកឆាម្ទេសចឹងបាទអរគុណច្រើនបងប្អូនយើងបាទហើយវីដេអូនេះម្ហូបនេះដែរខ្ញុំលក់មួយចានតម្លៃ$12បងប្អូន